បាទសួស្តីបងទាំងអស់គ្នាដែលកំពុងមើល Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូមួយបង្ហាញពីការបិទ online Messenger គេហៅថា chat បិទ online Messenger អញ្ចឹងកុំឲ្យអ្នកដទៃដឹងថាយើងកំពុងលេងជាមួយអ្នកផ្សេងឧទាហរណ៍ដូចជាសង្សារអញ្ចឹងសង្សារកំពុងលេង chat មួយអ្នកផ្សេងតែសង្សារម្ខាងទៀតគាត់អត់ដឹងថាយើងបើក chat លេងទេអញ្ចឹងដើម្បីចូលដល់កម្មវិធីនាងទាំងអស់គ្នាសូមបងប្អូនចូលមកក្នុងកន្លែង chat ហ្នឹងមកនេះចុចកន្លែង chat កន្លែងហ្នឹងមកចូលនេះដំបូងគឺយើងអត់ទាន់បិទគឺវាចេញសញ្ញាពណ៌បៃតងអញ្ចឹងបងប្អូនវាចេញអញ្ចឹងវាចេញសញ្ញាពណ៌បៃតងអញ្ចឹងគេដឹងថាយើងកំពុងលេងជាមួយអ្នកផ្សេងហើយអញ្ចឹងដល់យើងបិទយើងចូលបិទមកនេះចុចកន្លែង 3 ហ្នឹងមកមាន new ហ្នឹងចុចកន្លែងហ្នឹងមកយើងមើលសញ្ញារូបកងចាក់ហ្នឹងមើលសញ្ញារូបកងចាក់សញ្ញាអក្សរគេដាក់អក្សរ setting ខាងលើហ្នឹងបងប្អូននេះសញ្ញា setting ខាងលើហ្នឹងចុចកន្លែងហ្នឹងមកហើយយើងមើលពាក្យថា active status យើងមើលកន្លែងហ្នឹងមកហើយនេះមើលសញ្ញានេះសញ្ញាពណ៌បៃតងខ្ញុំសញ្ញាប្រួយហ្នឹងហើយមានសញ្ញាមួយទៀតនេះសញ្ញានេះគឺបងប្អូនចុចបិទមកហើយដល់ពេលឃើញតម្រង់បែបនេះហើយយើងចុចពាក្យ pass ចុចសញ្ញាប្រួយហ្នឹងមកតែហ្នឹងអូខេសញ្ញាគ្រីសហ្នឹងគឺអូខេហ្នឹងគឺសញ្ញាហ្នឹងយើងបិទអត់យើងបិទហើយអញ្ចឹងយើងបិទបាន 50% ហើយអញ្ចឹងយើងអាចមានសង្ឃឹមថាយើងបិទបាន 50% ហើយអញ្ចឹងយើងចុចថយក្រោយសិនមកនេះតែហ្នឹងយើងបិទបាន 50% ហើយគឺសញ្ញាបៃតងហ្នឹងវាអត់មានលោតទៀតទេអញ្ចឹងយើងចុចត្រឡប់ថយក្រោយមកចុចទៅកន្លែងកម្មវិធី Facebook ម្ដងចូលកន្លែងកម្មវិធី Facebook មកយើងចុចកន្លែងកម្មវិធី Facebook គឺវាមានសញ្ញាត្រី3នេះសញ្ញាត្រី3ហ្នឹងមកចំសញ្ញាពណ៌លឿងនឹងចុចកន្លែងហ្នឹងមកយើងចុចសញ្ញារូបកងចាក់មួយទៀតនៅខាងលើហ្នឹងចាំមើលសញ្ញាប្រួយខ្ញុំចោលនេះសញ្ញារូបកងចាក់ហ្នឹងបងប្អូនចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹងដល់ចុចកន្លែងហ្នឹងហើយយើងអូពីក្រោមឡើងលើអូតិចមកបងប្អូនអូតិចអូក្រោមឡើងលើតិចមកអូទៀតដោយសារអ៊ីនធឺណិតខ្ញុំ slow អូពីក្រោមឡើងតិចមកនេះសញ្ញានេះឃើញសញ្ញារូបសញ្ញាប្រួយដល់បងប្អូនឃើញសញ្ញាប្រួយហ្នឹងហើយមកចុចបិទកន្លែងហ្នឹងមកហើយចុចខាងក្រោមមួយទៀត turn off យើងចុចកន្លែងហ្នឹងមកសញ្ញាហ្នឹងគឺវាបានយើងបានបិទ 100% ហើយមិញបិទបាន 100% ហើយសញ្ញាគឺសញ្ញាបិទអញ្ចឹងយើងចុចថយក្រោយទាំងអស់គ្នាយើងចុចថយក្រោយទាំងអស់គ្នាមកជាមួយយើងចូលទៅយើងបានបិទបាន 100% ហើយបងប្អូនខ្ញុំអត់សូវចេះនិយាយទេបងប្អូនយើងចុចចូលកន្លែង chat ម្ដងទៀតមកចុចចូលកន្លែង chat នេះឃើញយើងបិទបាន 100% ហើយគឺវាអត់មានបើក online ម្ដងទៀតទេអញ្ចឹងវាអត់មានចេញពណ៌បៃតងពណ៌រាងខៀវសញ្ញាបើក chat វាអត់មានចេញទេអញ្ចឹងមានន័យថាយើងបិទបាន 100% ហើយសូមបងប្អូនយកពីរបៀបខ្ញុំហ្នឹងទៅវានឹងបានបិទ 100% ហើយគេអត់ដឹងថាយើងលេងជាមួយអ្នកណាទេគេអត់ដឹងថាយើងបើកឆាតលេងជាមួយអ្នកផ្សេងទេគឺយើងបិទ online រហូតអញ្ចឹងបើសិនជាបងប្អូនមើលវីដេអូខ្ញុំហើយដឹងថាវីដេអូហ្នឹងអាចមានផលប្រយោជន៍ដល់បងប្អូនសូមបងប្អូនជួយចុច subscribe ចុចសញ្ញារូបកណ្ដឹងខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្ត
ធ្វើវីដេអូបន្តទៀតនេះជា channel YouTube របស់ខ្ញុំថ្មីខ្ញុំទៅបង្កើតអញ្ចឹងអត់ទាន់មាន subscribe ទេសូមបងប្អូនជួយចុច subscribe ខ្ញុំម្នាក់មួយផងនឹងជាមេរៀនមួយដែលខ្ញុំទៅតែមានបទពិសោធន៍តិចតួចដើម្បីឲ្យបងប្អូនយល់ដឹងមើលទៅនៃសញ្ញានឹងវាអត់មានសញ្ញាបើកឆាតទៀតទេអញ្ចឹងបងប្អូនអាចធ្វើតាមវិធីដែលខ្ញុំប្រាប់ហ្នឹងទៅ